ព្រះមហាឧបរាជស្រីសរិយាពណ៌បានខិតខំប្រមូលស្បៀងនាំចូលក្នុងបន្ទិលលង្វែកវិញក្នុងគោលបំណងការពារខ្លួនសិនរងចាំតបជំនួយត្រឡប់មកជួយពីខាងខេត្តផ្សេងតបសៀមក៏បានលើកមកតាមពតបន្ទាយនេះទៀតលុះតបសៀមចិត្តមកដល់ព្រះសត្ថាទី1នាំរាជបុត្រនាមព្រះជ័យជេដ្ឋានិងព្រះចៅពញាតនភៀសទៅគង់នៅស្រីសន្ធរសិនក្រោយពីភៀសទៅគង់នៅស្រីស្ទឹងត្រែងហើយនៅទីបំផុតទៅដល់វៀងច័ន្ទដែលជារាជធានីរបស់ប្រទេសលាវជាមួយនឹងរាជបុត្រច្បងចំណែកឯស្រីសរិយាពណ៌ស្ថិតក្នុងបន្ទាយលង្វែកដើម្បីប្រយុទ្ធនឹងសត្រូវសៀមតែទោះជាព្រះអង្គខិតខំការពារបន្ទាយលង្វែកនេះយ៉ាងស្វិតស្វាញយ៉ាងណាក្តីក៏ចុងក្រោយទៅវាសនាបន្ទាយលង្វែកត្រូវធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់សៀមក្រោយពីត្រូវលំពាត់អស់រយៈពេលជាង3ខែម្យ៉ាងទៀតមកពីកត្តាដែលដើមឫស្សីដ៏សែនក្រាស់ដែលបានដាំធ្វើជារបងកំពែងនោះត្រូវបានគេកាប់ឆ្ការអស់ក្នុងគោលបំណងតិចតួចគឺការលោភលន់រើសយកប្រាក់ដួងនោះឯងសៀមចាប់បានព្រះមហាឧបរាជស្រីសរិយាពណ៌និងបុត្រទាំងពីរគឺព្រះជ័យជេដ្ឋាទី2នាពេលនោះមានព្រះជន្មទើបតែ15វស្សានិងព្រះឧទ័យដែលមានព្រះជន្មក្មេងវ័យគឺ5វស្សានាំយកទៅឃុំទុកនៅប្រទេសសៀម2សន្ធិសញ្ញាមិត្តភាពជាមួយសៀមជាលើកដំបូងក្រោយការចុះចាញ់តាមប្រភពប្រវត្តិសាស្ត្រថៃមិនដែលបានបញ្ជាក់អំពីសន្ធិសញ្ញាមិត្តភាពរវាងសៀមនិងខ្មែរឡើយក៏ប៉ុន្តែបើយើងក្រឡេកមកមើលពងសាវតាខ្មែរវិញមានកត់ចំណាំបញ្ជាក់អំពីព្រឹត្តិការណ៍ដ៏សំខាន់នេះស្ទើរតែគ្រប់ច្បាប់នៅពេលកំពុងស្ដារប្រទេសឡើងវិញបន្ទាប់ពីការលើកបន្ទប់របស់ស្ដេចភូមានៃរាជវង្សហង្សាវតីរាជវង្សសុខោទ័យនៅអយុធ្យាវិញมันអាចប្រឈមមុខទៅនឹងការលុកលុយកកក្លឿនរន្ធើមរបស់ព្រះបាទបរមន្តរាជាបានទើបសុំចរចាចងមិត្តភាពជាមួយលង្វែកហើយយល់ព្រមទទួលស្គាល់ទឹកដីរបស់កម្ពុជាជាប្រពៃណីពីមុនមកដែលមានទាំងរៀបចំគណៈកម្មការចម្រុះបោះបង្គោលខណ្ឌសីមាកំណត់ដែនដីនៃប្រទេសទាំងពីរទៀតផងក្រោមរាជអធិបតេយ្យភាពព្រះសង្ឃជាន់ខ្ពស់នៃប្រទេសទាំងពីរតាមឯកសារខ្លះថាត្រង់ខ្សែបន្ទាត់ព្រំដែននោះគ្មានដើមឈើដុះឡើយហើយញែកព្រៃនៃប្រទេសទាំងពីរចែកចេញជាពីរដាច់ពីគ្នាបើយើងក្រឡេកមើលព្រៃខាងដីខ្មែរតមកខាងខ្មែរព្រៃខាងដីសៀមត្រេតទៅខាងអយុធ្យានោះឯង